ថ្ងៃមួយនៅក្នុងភូមិតូចមួយក្បែរទន្លេមេគង្គពពកខ្មៅក្រាស់បានគ្របដណ្ដប់លើមេឃជាច្រើនថ្ងៃក្មេងប្រុសម្នាក់ឈ្មោះពិសិដ្ឋដើរទៅរកត្រីនៅឯស្រះប៉ុន្តែគ្មានពន្លឺព្រះអាទិត្យគ្មានត្រីហែលក្បែរច្រាំងឡើយអ្នកភូមិទាំងអស់រួមទាំងលោកតាដ៏ចំណាស់ក៏ព្រួយបារម្ភយ៉ាងខ្លាំងដោយគ្មានពន្លឺថ្ងៃរុក្ខជាតិចាប់ផ្ដើមក្រៀមស្វិតស្រូវក្នុងស្រែដែលតែងតែលូតលាស់បានប្រែជាពណ៌ត្នោតពិសិដ្ឋព្រួយបារម្ភយ៉ាងខ្លាំងថាតើអ្នកភូមិយើងនឹងរស់នៅយ៉ាងដូចម្តេចទៅពិសិដ្ឋបានទៅរកលោកតាដែលជាមនុស្សចាស់ជាងគេនិងមានប្រាជ្ញាក្នុងភូមិលោកតាអើយតើយើងគួរធ្វើដូចម្តេចទៅដើម្បីឲ្យព្រះអាទិត្យវិលត្រឡប់មកវិញពិសិដ្ឋសួរដោយសំឡេងញាប់ញ័រលោកតាប្រាប់ពិសិដ្ឋថាមានព្រះតាបោះមួយអង្គគង់នៅឯភ្នំខ្ពស់នោះព្រះអង្គមានចំណេះដឹងជ្រៅជ្រះហើយប្រហែលជាអាចជួយយន់បានពិសិដ្ឋមានចិត្តក្លាហានណាស់គាត់សម្រេចចិត្តថានឹងឡើងភ្នំដ៏ខ្ពស់នោះដើម្បីស្វែងរកព្រះតាបោះទោះបីជាផ្លូវលំបាកយ៉ាងណាក៏គាត់ត្រូវតែព្យាយាមដែរឡើងភ្នំគឺលំបាកណាស់មានឫសឈើនិងថ្មរាយប៉ាយពេញផ្លូវពិសិដ្ឋដើរយឺតៗតែដោយការអត់ធ្មត់ពេលកំពុងដើរពិសិដ្ឋឃើញសត្វស្លាបតូចមួយកំពុងស្រែកទឹកខ្លាំងវាហាក់ដូចជាអស់កម្លាំងពិសិដ្ឋមានអារម្មណ៍អាណិតវាទោះបីទឹករបស់គាត់មានតិចតួចក្តីពិសិដ្ឋបានចែករំលែកវាជាមួយសត្វស្លាបបានផឹកយ៉ាងរីករាយរួចក៏ហើរទៅឆ្ងាយពិសិដ្ឋញញឹមយ៉ាងស្រទន់ផ្លូវកាន់តែពិបាកឡើងពិសិដ្ឋមានអារម្មណ៍នឿយហត់ប៉ុន្តែគាត់នៅតែមិនបោះបង់ចោលក្តីសង្ឃឹមទីបំផុតពិសិដ្ឋក៏បានឡើងដល់កំពូលភ្នំគាត់ឈរដកដង្ហើមធំសម្លឹងមើលពពកដែលនៅតែគ្របដណ្ដប់ជុំវិញនៅទីនោះគាត់ឃើញផ្ទះតូចមួយដែលសង់ជាប់នឹងភ្នំនៅខាងមុខផ្ទះមានព្រះតាបោះកំពុងអង្គុយធ្វើសមាធិពិសិដ្ឋបានចូលទៅជិតហើយឱនក្បាលគោរពព្រះតាបោះមើលមកពិសិដ្ឋដោយស្នាមញញឹមដ៏ស្ងប់ស្ងាត់ពិសិដ្ឋបានរៀបរាប់ប្រាប់ព្រះតាបោះអំពីទុក្ខលំបាកនៃអ្នកភូមិអំពីពពកដែលបាំងបិទពន្លឺព្រះអាទិត្យនិងដំណាំដែលក្រៀមស្វិតតាបោះញញឹមហើយប្រាប់ពិសិដ្ឋថាពន្លឺព្រះអាទិត្យមិនត្រឹមតែមកពីលើមេឃទេវាស្ថិតនៅក្នុងចិត្តរបស់យើងម្នាក់រួចព្រះអង្គបង្រៀនបទចម្រៀងមួយវាជាបទចម្រៀងនៃការដឹងគុណចំពោះធម្មជាតិចំពោះជីវិតនិងចំពោះគ្នាទៅវិញទៅមកពិសិដ្ឋច្រៀងតាមដោយក្តីរីករាយពេលពិសិដ្ឋច្រៀងចប់ពពកខ្មៅចាប់ផ្ដើមបែកចេញពន្លឺព្រះអាទិត្យពណ៌មាសដ៏កក់ក្ដៅបានចាំងចុះមកលើភ្នំពិសិដ្ឋស្រឡាំងកាំងព្រះអាទិត្យបានវិលត្រឡប់មកវិញហើយពន្លឺរបស់វាបានបំភ្លឺពិភពលោកទាំងមូលដោយភាពកក់ក្ដៅនិងក្តីសង្ឃឹមពិសិដ្ឋបានលាព្រះតាបោះដោយក្តីគោរពនិងដឹងគុណគាត់ដឹងថាគាត់មានរឿងសំខាន់ដែលត្រូវធ្វើពិសិដ្ឋបានត្រឡប់មកដល់ភូមិវិញអ្នកភូមិទាំងអស់សប្បាយចិត្តជាខ្លាំងនៅពេលឃើញពន្លឺព្រះអាទិត្យចែងចាំងចាប់ពីថ្ងៃនោះមកអ្នកភូមិរស់នៅដោយសុភមង្គលនិងដឹងគុណពួកគេដឹងថាពន្លឺពិតប្រាកដគឺការចេញពីចិត្តដ៏បរិសុទ្ធនិងការដឹងគុណ